សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជារដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាសូមជម្រាបជូនថានាព្រឹកថ្ងៃទី19ខែតុលាឆ្នាំ2025គណៈប្រតិភូសភាកម្ពុជាអញ្ជើញចូលរួមកិច្ចប្រជុំអាស៊ានបូក3 ASEAN Plus 3ដែលដឹកនាំដោយប្រធានប្រតិភូសភាសង្ហបុរីនិងកិច្ចប្រជុំក្រុមភូមិសាស្ត្រនយោបាយតំបន់អាស៊ីប៉ាស៊ីហ្វិក ASEAN Pacific Group ដឹកនាំដោយប្រធានប្រតិភូសភាចិនក្នុងមហាសន្និបាតលើកទី151នៃសភាអន្តរសភា IPU នៅទីក្រុងហ្សឺណែវប្រទេសស្វីសក្នុងឱកាសនៃកិច្ចប្រជុំនោះឯកឧត្តមងីច័ន្ទផលជាតំណាងគណៈប្រតិភូសភាកម្ពុជាបានបង្ហាញជំហរប្រកបដោយមិត្តភាពជាមួយគណៈប្រតិភូថៃជាពិសេសចំពោះប្រធានគណៈប្រតិភូសភាថៃឯកឧត្តមវ៉ាន់មូហាម៉ាត់ណកម៉ាស់ថាប្រធានរដ្ឋសភាថៃដែលបានអញ្ជើញមកចាប់ដៃគូសមជាមួយគណៈប្រតិភូសភាកម្ពុជារដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាសូមបដិសេធចំពោះព័ត៌មាន The Nation របស់ប្រទេសថៃដែលបានផ្សព្វផ្សាយព័ត៌មានមិនពិតដែលបានចោទប្រកាន់កម្ពុជាថាបានយកគ្រប់វេទិកានានាប្រឆាំងកិត្តិនាមរបស់ថៃនៅឆាកអន្តរជាតិផ្ទុយទៅវិញសម្រាប់សេចក្តីព្រាងរបៀបវរៈបន្ទាន់ Emergency Item ស្តីពីការពង្រឹងយន្តការនៃស្ថាប័ននីតិបញ្ញត្តិទាក់ទងនឹងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិតក្នុងន័យលើកកម្ពស់គោលការណ៍មនុស្សធម៌ដែលគណៈប្រតិភូថៃបានស្នើឲ្យដាក់ចូលមហាសន្និបាតនៃសហភាពអន្តរសភា IPU គណៈប្រតិភូសភាកម្ពុជាបានសម្ដែងមតិគាំទ្រដោយបានធ្វើការកែសម្រួលដោយស្ថានភាពស្ថាបនាលើខ្លឹមសារសេចក្តីព្រាងរបៀបវរៈបន្ទាន់ដើម្បីជួយធ្វើឲ្យខ្លឹមសារកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយប្រសិទ្ធភាពខ្ពស់និងគុណតម្លៃជាសកលរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាសូមបញ្ជាក់ជំហររបស់កម្ពុជាថាក្នុងឋានៈជារដ្ឋឯករាជ្យមានអធិបតេយ្យភាពបូរណភាពដែនដីតាំងពីដើមរឿងមកជាសមាជិកនៃអង្គការសហប្រជាជាតិកម្ពុជានឹងបន្តនៅតួនាទីនៃការស្ថាបនាដើម្បីរស់នៅក្នុងសកលលោកនិងជាពិសេសសហគមន៍អាស៊ានមួយដែលមានសាមគ្គីភាពកិច្ចសហប្រតិបត្តិការនិងការគោរពច្បាប់អន្តរជាតិមិត្តភាពរវាងកម្ពុជានិងថៃត្រូវផ្អែកលើគុណតម្លៃនៃការយោគយល់គ្នាការគោរពគ្នានិងសមាភិបដែលជាកត្តាចាំបាច់ដើម្បីទ្រទ្រង់សន្តិភាពនិងកិច្ចសហប្រតិបត្តិការយូរអង្វែងក្នុងតំបន់រាជធានីភ្នំពេញថ្ងៃទី19ខែតុលាឆ្នាំ2025